លោកគ្រូមហាជុំបានទូទាយថាឆ្នាំរោងគឺជាកម្ពូលឆ្នាំដែលរាសីឡើងខ្លាំងបន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររួចបាទអញ្ចឹងបងប្អូនកូនក្មួយទាំងអស់គ្នាអ្នកដែលកើតឆ្នាំរោងបានឃើញនៅវីដេអូនេះ comment លេខសំណាងគឺលេខ912បាទលេខសំណាងគឺលេខ912ចំណែកពណ៌សំណាងគឺពណ៌បៃតងបាទលេខសំណាងលេខ912ពណ៌សំណាងពណ៌បៃតងអញ្ចឹងបងប្អូនដែលកើតនៅឆ្នាំរោង comment លេខសំណាងលេខ912ពណ៌សំណាងពណ៌បៃតងបងប្អូនពេលឮដល់ឆ្នាំរោងសឹងលួសព្រលឹងភ័យអដោយសារខ្លាចឆុងទៀតប៉ុន្តែឥឡូវនេះអត់អីទេរាសីចាប់ដើមឡើងមកវិញដោយសារឆ្នាំរោងវារងទុកវេទនាមក3-4ឆ្នាំចុងក្រោយនេះគឺអូយសឹងលួសព្រលឹងបងប្អូនគឺថាតឹងតែងមែនតើណាតឹងតែងជាងរុស្ស៊ីនិងអ៊ុយក្រែនទៀតណាតឹងតែងដូចតឹងតែងដូចរុស្ស៊ីនិងអ៊ុយក្រែនពួករុស្ស៊ីនិងអ៊ុយក្រែនឆ្លោះគ្នាមែនទេវាឆ្លោះគ្នាវាមិនអីអាយើងនឹងវាវេទនាជាងវាឆ្លោះគ្នានោះទៀតណាតឹងតែងជាងស្អីដូណាល់ត្រាំតឡើងពុនទៀតណាពេលខ្លះគឺតឹងតែងមែនតែនឆ្នាំរោងពិបាកចិត្តហើយពិបាកកាយហើយវាអត់មានអ្នកយល់ចិត្តទៀតបើថាពិបាកចិត្តពិបាកកាយវាមានអ្នកចាំលើកទឹកចិត្តអីវាអត់មានទៅទៀតណាហើយធម្មជាតិអ្នកកើតឆ្នាំរោងមួយជីវិតគឺសម្បូរសត្រូវសម្បូរអ្នកឈ្នានេះហើយសត្រូវដែលសម្បូរហ្នឹងមិនមែនយើងនឹងទៅបកជាមួយគេទេណាព្រោះតែអត់ធ្វើអីគេផងសុកវានាំមករឿងហេតុឆ្លោះមួយយើងហ្មងលៀបពណ៌យើងប្រកាសប្រខូចយើងជាដើមអញ្ចឹងអ្នកកើតឆ្នាំរោងតែងតែជួបហើយមនុស្សកើតឆ្នាំរោងសូមជម្រាបជូនលោកស្រីថាសូមជម្រាបជូនលោកស្រីថាមកជីវិតរបស់យើងគឺយើងលះបង់សម្រាប់អ្នកជុំវិញខ្លួនច្រើនក្រាស់ក្រែលណាស់បាទអ្នកជុំវិញខ្លួននឹងសាច់ញាតិក៏លះបង់បងប្អូនក៏លះបង់មិត្តភ័ក្តិក៏លះបង់អ្នកចិត្តខាងក៏លះបង់គឺថាមនុស្សយើងគឺមិនដែលកេងប្រវ័ញ្ចអ្នកណាសូម្បីតែមួយរៀលពុះជា4ប៉ុន្តែគេមកកេងប្រវ័ញ្ចយើងហើយគេចោទប្រកាន់យើងថាយើងនឹងជាបុគ្គលដែលមិនល្អទៀតខណៈដែលយើងជាអ្នកដែលស្លូតត្រង់យើងជាជនរងគ្រោះគេរំលោភបំពានលើយើងហើយថែមទាំងគេមកលៀបពណ៌យើងថាយើងគឺជាជនឧក្រិដ្ឋទៅវិញទៀតអញ្ចឹងពេលខ្លះយើងមានក្តីឈឺចាប់ហើយអ្នកកើតឆ្នាំរោងគឺជាមនុស្សដែលលះបង់គឺជាមនុស្សមួយដែលរ៉ាប់រងខ្លាំងបំផុតអញ្ចឹងការលះបង់ការរ៉ាប់រងការអីទាំងអាឡាយទាំងពួងហ្នឹងគឺជីវិតអ្នកកើតឆ្នាំរោងហ្នឹងគឺថាយើងអូយរងទុកវេទនាឆ្អែតហើយបាទរោងខ្លះនៅក្មេងវារងទុកប៉ុណ្ណឹងប៉ុន្តែរោងមីងនោះអាយុចិត្តជាងនៅតែគេលៀបពណ៌គាត់ទៀតអញ្ចឹងថាអ្នកកើតឆ្នាំរោងមិនដឹងថ្ងៃណាមួយបានទុកបានស្បោយអត់ឥឡូវហ្នឹងវារាសីធ្លាក់ទៀតដោយសាររាសីយើងឆុងអញ្ចឹងអ្នកកើតឆ្នាំរោងហ្នឹងឆុង 50% ឆ្នាំ2025ហ្នឹងអញ្ចឹងបានន័យថាអ្នកដែលមិនទាន់កាត់ឆុងចេញទេគឺត្រូវកាត់ឆុងចេញដើម្បីឲ្យវាហេងឲ្យវាផ្ទុះលៀបមកវិញអត់មានព្រមនៅប្របាក់វេទនាអញ្ចឹងតទៀតទេហើយអ្នកដែលត្រូវកាត់ឆុងចេញហ្នឹងមិនមែនតែឆ្នាំរោងទេបាទម្សាញ់ក៏ត្រូវកាត់ឆុងចេញអ្នកកើតឆ្នាំម្សាញ់អ្នកកើតឆ្នាំកុលអ្នកកើតឆ្នាំរោងអ្នកកើតឆ្នាំខាលអ្នកកើតឆ្នាំវោកអញ្ចឹងម្សាញ់កុលវោកខាលរោងត្រូវកាត់ឆុងចេញក្រោយទៅពីកាត់ឆុងចេញហើយយើងហេងយើងកាក់កបយើងរីកចម្រើនត្រឡប់មកវិញហើយបើមិនទាន់កាត់ឆុងចេញទេអត់ហេងទេណាបាទអញ្ចឹងយើងត្រូវកាត់ឆុងចេញទៅយើងប្រែពីអាក្រក់មកល្អមកវិញហើយឥឡូវហ្នឹងចូលឆ្នាំថ្មីហើយអ្នកកើតឆ្នាំរោងគឺរាសីយើងឡើងដល់កំពូលហើយបងប្អូនយើងធ្វើអីក៏ល្អយើងធ្វើអីក៏កាត់កបមកវិញដែរហើយបើយើងបានកាត់ឆុងចេញទៀតបងប្អូនបើកទ្វារឡើងទ្របហូរចូលហើយលែងមានបញ្ហាលែងមានឧបសគ្គលែងមានរឿងស្មុគស្មាញហើយអញ្ចឹងរឿងមិនល្អក៏ប្រែជាល្អត្រឡប់មកវិញដែរអ្នកកើតឆ្នាំរោងណាបងប្អូនណាបាទអញ្ចឹងយើងសប្បាយចិត្តយើងរីករាយហើយយើងខមមិនលេខសំណាងសម្រាប់អ្នកកើតឆ្នាំរោងគឺលេខ912បាទលេខ912ចំណែកពណ៌សំណាងបាទគឺពណ៌បៃតងពណ៌សំណាងគឺពណ៌បៃតងអ្នកកើតឆ្នាំរោងណាបាទអញ្ចឹងអ្នកកើតឆ្នាំរោងខមមិនលេខសំណាងលេខ912ណាបងប្អូនណាបាទចំណែកពណ៌សំណាងពណ៌បៃតងបងប្អូនកូនក្មួយទាំងអស់ជាទីគោរពជាទីស្រឡាញ់លោកគ្រូមានខ្សែដៃដើម្បីណែនាំជូនលោកអ្នកបាទនេះគឺជាខ្សែដៃគេហៅខ្សែដៃស្រូបលុយខ្សែដៃដោះបំណុលអញ្ចឹងខ្សែដៃស្រូបលុយខ្សែដៃដោះបំណុលនេះគឺពូកែស័ក្តិសិទ្ធិຂະຫນាត់ VIP អញ្ចឹងបងប្អូនកូនក្មួយយកខ្សែដៃនេះទៅពាក់នឹងជួយឲ្យបងប្អូននឹងមានលៀបមានសំណាងបងប្អូនពេលដែលឮមួយម៉ាត់ទៅខ្សែដៃស្រូបលុយខ្សែដៃដោះបំណុលបងប្អូនថាអុយមិនដែលខ្សែដៃណាពាក់ទៅស្រូបលុយដោះបំណុលទេបងប្អូនត្រូវដឹងថាយើងរស់ស៊ីរាសីយើងធ្លាក់កាលណារាសីធ្លាក់គឺធ្វើអីក៏អត់សូវបានកាក់កបដែរតែរាសីធ្លាក់ហើយលក់ដូរក៏មិនដាច់រស់ស៊ីក៏មិនបានដែរអញ្ចឹងជពាក់គេហើយអត់មានលុយសងគេទេប៉ុន្តែបើរាសីយើងឡើងមកវិញ
រៀស័យយើងឡើងមកវិញគឺយើងមានលុយដែររៀស័យឡើងលក់ដូរដាច់រកស៊ីមានបានណាតែរកស៊ីមានបានមានលុយសងគេហ្នឹងមែនទេអញ្ចឹងរកស៊ីនឹងស្រូបលុយណាសងគេ10បំណុលហើយអញ្ចឹងខ្សែដៃនេះគឺជាខ្សែដៃត្បូងធម្មជាតិគេហៅខ្សែដៃយប់9ហើយនឹងខ្សែដៃ5ធាតុអញ្ចឹងក្រោយទៅពីយើងពាក់ទៅគឺយើងនឹងមានលៀបមានសំណាងយើងធ្វើអីក៏យើងបានកាក់កបយើងធ្វើអីក៏យើងបានជោគជ័យយើងធ្វើអីក៏យើងបានរីកចម្រើនចឹងបងប្អូនលោកអ្នកដែលកំពុងតាមដានទស្សនាបើយើងកំពុងតែរាសីដាក់កំពុងតែរាសីធ្លាក់កំពុងតែធ្វើអីអត់កាក់កបធ្វើអីវាអត់ល្អបងប្អូនយកខ្សែដៃស្រូបលុយខ្សែដៃដោះបំណុលនេះយកទៅពាក់ក្រោយទៅពីបងប្អូនពាក់ហើយគឺបងប្អូនរាសីឡើងហើយកាក់កបហើយធ្វើអីក៏បានកាក់កបធ្វើអីក៏បានល្អមកវិញដែរអញ្ចឹងបងប្អូនណាដែលមិនទាន់មានខ្សែដៃនេះបងប្អូនអាចជាវពីលោកគ្រូមហាជុំយកទៅបានព្រោះជាខ្សែដៃប្រភេទត្បូងធម្មជាតិណាបាទអញ្ចឹងខ្ញុំបានធ្វើដោយផ្ទាល់ដៃហើយក៏ប្រសិទ្ធិដើម្បីឲ្យបងប្អូនយកទៅពាក់នាំលៀបនាំសំណាងអញ្ចឹងបងប្អូនណាចង់បានបងប្អូនជាវពាក់បានណានឹងនាំលៀបជូនដល់លោកអ្នកអញ្ចឹងខ្ញុំសូមជូនពរដល់អស់លោកអ្នកមានលៀបមានសំណាងហេងកាក់កបហើយក៏រីកចម្រើនជារៀងរហូតតរៀងទៅអញ្ចឹងសូមជូនពរឲ្យហេងទាំងអស់គ្នាបងប្អូនដែលកើតនៅឆ្នាំរោងហើយបងប្អូនដែលចង់បានខ្សែដៃលោកអ្នកអាចជាវបានណាតែយើងមានចំនួនតិចទេមិនច្រើនទេខ្សែដៃនេះបាទបងប្អូនកូនក្មួយអ្នកកើតឆ្នាំរោងលេខសំណាងលេខ9 12ណាហើយពណ៌សំណាងគឺពណ៌បៃតងបងប្អូនណាបាទអញ្ចឹងបងប្អូនណាដែលមិនទាន់ comment ទេបងប្អូនក៏ comment ទៅនឹងនាំលៀបនាំសំណាងចូលមកផ្ទួនតែម្ដងណាបងប្អូនណាបាទ